ជំរាបសួរបងប្អូនទាំងអស់គ្នាជាពលករក្តីជាបងប្អូនជាជនជាតិខ្មែរក្តីថ្ងៃនេះខ្ញុំចែករំលែកបទពិសោធន៍នឹងការងារដែលខ្ញុំកំពុងតែធ្វើនៅប្រទេសកូរ៉េហើយឥឡូវនេះខ្ញុំកំពុងតែដូរក្បាលដោយសារតែថ្ងៃនេះអត់ធ្វើការទេតែខ្ញុំឆ្លៀតមកដូរក្បាលហើយការងារដែលខ្ញុំធ្វើនឹងគឺជាជំនាញអាប់ឈុលធ្វើទៅយោសោខ្សែភ្លើងតាមរោងចក្រតាមផ្ទះតាមអាផាតធឺអីហ្នឹងហើយខ្ញុំកំពុងតែដោះដូរក្បាលដោយសារទំហំដែលខ្ញុំកាន់ម៉ាស៊ីនហ្នឹងវាមានតាំងពីប៉ិនកដៃរហូតដល់មួយទឹកជាងបងប្អូនអញ្ចឹងត្រូវដូរក្បាលពុំនឹងសឹងតែចង់រាល់ថ្ងៃឯងដោយសារតែគេកំងទំហំប៉ុណ្ណាយើងធ្វើឲ្យគេប៉ុណ្ណឹងហើយខ្ញុំកំពុងតែដូរក្បាលហើយខ្ញុំកាន់ម៉ាស៊ីននេះវាយូរក្រែលហើយខ្ញុំខ្លាចជាគីស៊ូលចាយបើតាមបទពិសោធន៍នៅកូរ៉េ13ឆ្នាំគឺវាឆ្អិនដែរហើយជាមួយម៉ាស៊ីនវាខ្លាចជាដិកទ័រម៉ាស៊ីនហ្នឹងម៉ាស៊ីនខូចតង់ណាក៏យើងដឹងមកខូចមកពីជ័រក៏យើងដឹងមកពីកម្ដៅក៏យើងដឹងហើយជំនាញអាប់ឈុលនេះគឺជាជំនាញល្អបងប្អូនខ្ញុំទទួលស្គាល់ថាវាល្អដោយសារអីវាជាជំនាញមួយប្រើទាំងគំនិតប្រើទាំងកម្លាំងដូចអ្នកបងប្អូនខ្លះគាត់កាន់ខាងអាប់ឈុលសាឈុលខ្ញុំក៏ធ្លាប់កាន់បាន3 4ឆ្នាំដែរហើយនេះឥឡូវខ្ញុំដាក់ក្បាលចូលវិញក្បាលពុំដែលខ្ញុំដោះដូរហើយហ្នឹងគឺមិនថ្ងៃធ្វើការបងប្អូនឃើញខ្ញុំអត់បើកភ្លើងផងហ្នឹងតើកែគាត់មកប្រាប់ថាយើងត្រូវដូរទំហំគាត់សេនៅលើក្តារខៀនថាត្រូវធ្វើទំហំប៉ុណ្ណាអញ្ចឹងទៅយើងថ្ងៃសៅរ៍អញ្ចឹងយើងអត់ធ្វើការយើងឆ្លៀតមកដូរបន្តិចតើពួកអីយើងចាត់ទុកថាការងារហ្នឹងជាការងាររបស់យើងទៅពួកអីបើយើងដូរថ្ងៃច័ន្ទចូលធ្វើការគឺចំណាយពេល30នាទីទៅ1ម៉ោងតម្រាំតែយើងដូរក្បាលហើយយើងsettingម៉ាស៊ីនឲ្យត្រូវកម្ដៅឲ្យវាចេញដើរហើយវាជិត1ម៉ោងហើយតែបើយើងធ្វើអញ្ចឹងហើយថ្ងៃច័ន្ទមកដល់យើងគ្រាន់តែបើកកម្ដៅបញ្ចេញជ័រមករយៈពេលទៅត្រឹម10នាទី15នាទីគឺយើងទយោយើងចេញហើយបើយើងធ្វើបានលឿនទៅតកែគាត់ក៏មុខញឹមដែរហើយខាងក្រោយខ្នងខ្ញុំកាមេរ៉ាតកែមើលកាមេរ៉ារាល់ថ្ងៃណាតែក៏មិនដែរស្ដីឲ្យយើងទេគាត់ថាគាត់មើលខ្លាចអីវ៉ាន់ខូចម៉ាស៊ីនខូចអីគាត់ទេមកប្រាប់មេការមួយទៀតចឹងថាឲ្យជួយមើលព្រោះអីធម្មតាយើងមិនមែនអ្នកជនជាតិកូរ៉េភាសាកូរ៉េយើងគឺវា slow តិចហើយវាមិនសូវចេះទេហើយឥឡូវខ្ញុំចប់ហើយខ្ញុំដូរចប់ខ្ញុំក៏បានពាក់កតាបវឹបសង្ហាដែរណាបងប្អូនមើលខោអាវអីមកទំហឹងប៉ុន្តែអាយុច្រើនហើយបងប្អូនអើយបានខោអាវយោងទៅបើតាមមុខវិញឡើងកាចាស់ហើយនេះខ្ញុំដូរហើយនេះខ្ញុំថតតិចនោះកន្លែងម៉ាស៊ីនមានរោងចក្រខ្ញុំចាស់ហើយបងប្អូនប៉ុន្តែរយៈពេល40ឆ្នាំហើយនេះទំហំក្បាលដែលខ្ញុំដោះដូរបងប្អូនខ្ញុំសេទាំងណាសេទុកទាំងអស់មិនតិចទេណាបងប្អូនមានតូចមានធំតកែឲ្យយើងធ្វើប៉ុណ្ណាហើយនេះខាងវាខ្ចប់ដែរឥឡូវយើងទៅមើលកន្លែងក្តារខៀនដែលគាត់ទៅសេឲ្យយើងមើលហ្នឹងជារឿងរាល់ថ្ងៃធ្វើអីនេះគាត់សេហ្នឹងទាំងណាអញ្ចឹងថ្ងៃច័ន្ទ42ហើយ54អូខេបងប្អូន